រឿងថ្មក្រអូបកាលដើមឡើយមានបុរសម្នាក់ឈ្មោះជួនមានប្រពន្ធចុងឈ្មោះនាងភីនាងមានកូនស្រីប្រពន្ធដើមម្នាក់អាយុ12ឆ្នាំឈ្មោះនាងភ័ណ្ឌនាងភីជាម្ដាយចុងតែងតែធ្វើបាបនាងភ័ណ្ឌគ្មានលុះថ្ងៃណាឡើយពូជួនជាអ្នកនេសាទត្រីម្នាក់រាល់ថ្ងៃគាត់តែងតែនាំប្រពន្ធនិងកូនជិះទូកចេញទៅបង់សំណាញ់រកត្រីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារប្រលប់ទៅហើយពូជួនបងសំណាញ់ចុងក្រោយស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះឃើញក្នុងសំណាញ់មានត្រីពីរដែលមានសម្បុរល្អដូចមាសពណ៌ភ្លឺផ្លេកចាំងព្រាកពេលនោះនាងភីត្រេកអរយ៉ាងខ្លាំងក៏ស្ទុះទៅចាប់ក្រសោបត្រីជាប់ហើយនិយាយថាខ្ញុំនឹងយកត្រីនេះទៅលក់មុខជាបានលុយច្រើនមិនខានព្រោះវាជាត្រីចម្លែកនាងភ័ណ្ឌសម្លឹងមើលត្រីយូរទៅហាក់ដូចជាឃើញត្រីនេះបើកភ្នែកសម្លឹងមើលនាងភ្លឹះឃើញមាត់ត្រីមហប់ហាក់ដូចជាអង្វរថាកុំយកពួកគេទៅលក់អីភ្លាមនោះនាងភ័ណ្ឌងើបមុខមើលមុខម្ដាយក៏លើកដៃសំពះអង្វរថាសូមពុកម៉ែកុំយកត្រីទាំងពីរនេះទៅលក់អីសូមលែងពួកគេទៅក្នុងទឹកវិញទៅយើងធ្វើបុណ្យឲ្យពួកគេម្ដងចុះពេលស្ដាប់ឮហើយនាងភីខឹងណាស់ស្ទុះមកប្រពួចសក់នាងភ័ណ្ឌនិយាយថាបុណ្យទានស្អីដាច់ពោះស្អែកហើយមិនគិតទេនាងឯងសំតែវាយរបៀបនេះទើបសមអញត្រូវតែយកវាទៅលក់នេះជាត្រីចម្លែកប្រកបជាបានប្រាក់ច្រើនហើយអញនឹងក្លាយជាអ្នកមានទ្រព្យសម្បត្តិហូរហៀរមិនខាននិយាយហើយនាងភីក៏ចាប់ត្រីទាំងពីរជាប់បំរុងដាក់ក្នុងទ្រុងស្រាប់តែនាងភ័ណ្ឌស្ទុះទៅចាប់ដៃម្ដាយយំអង្វរថាអ្នកម៉ែមេត្តាលែងត្រីនេះទៅវិញទៅពូជួនក៏ជួយនិយាយនាងភ័ណ្ឌដែរប៉ុន្តែត្រូវនាងភីងាកមកជេរទាំងប្តីទាំងកូនទាញដៃគ្នាចុះឡើងចែកដនអាក្រក់ក៏របូតត្រីទាំងពីរចូលទៅក្នុងទឹកបាត់នាងភីខឹងណាស់វាយនាងភ័ណ្ឌឡើងជាំពេញខ្លួនតែនាងបែរជាខំតាមមើលត្រីក្នុងទឹកលួចបែរបន់កុំឲ្យត្រីទាំងពីរត្រឡប់មកវិញទៀតនាងភីជាម្ដាយចុងបានបង្អត់បាយនាងភ័ណ្ឌដេកយំតែម្នាក់ឯងលុះដល់កណ្ដាលអាធ្រាត្រនាងក៏យល់សពឃើញត្រីទាំងពីរមករកនាងនិយាយថាខ្ញុំគឺជាត្រីមាសញីឈ្មោលដែលរក្សាទឹកបឹងនោះហើយហែលខុសផ្លូវបានចូលមកក្នុងសំណាញ់ឪពុករបស់នាងពួកខ្ញុំអរគុណនាងហើយដែលបានជួយដោះលែងពួកខ្ញុំត្រីទាំងពីរបានប្រាប់នាងទៀតថាកុំពិបាកចិត្តអីពួកយើងនឹងតាមជួយនាងឲ្យរួចផុតពីទុក្ខទោសនេះថ្ងៃស្អែកបើនាងឃើញមានរបស់អ្វីចម្លែកនាងត្រូវរើសទុកឲ្យបានល្អព្រោះជាវត្ថុទិព្វដែលអាចជួយនាងអស់មួយជីវិតហើយវត្ថុនោះមានតែអ្នកមានចិត្តស្មោះត្រង់សប្បុរសប៉ុណ្ណោះទើបអាចមើលឃើញនៅបារមីនោះបានថាហើយត្រីទាំងពីរក៏រលាយបាត់ទៅព្រឹកស្អែកពូជួននាំកូននិងប្រពន្ធចេញទៅរកត្រីដោយធម្មតាតែរកមិនបានសោះពូជួនបងបានថ្មមួយដុំលើកដាក់លើទូកនាងភីក្រឡេកឃើញខឹងណាស់ស្ទុះទៅរើសយកមកបំរុងនឹងបោះចោលតែនាងភ័ណ្ឌស្រែកអង្វរកុំបោះចោលអីព្រោះនាងបានមើលឃើញរស្មី7ពណ៌និងមានក្លិនក្រអូបផ្សាយចេញពីថ្មតែឪពុកនិងម្ដាយនាងមើលមិនឃើញឡើយនាងភីមួម៉ៅហើយក្រវែងថ្មនោះចូលទៅក្នុងទឹកនាងភ័ណ្ឌស្រែកយំងាងដោយស្ដាយថ្មពេលនោះនាងភីចិត្តឫស្យាបានច្រាននាងទម្លាក់ទឹកទាំងនិយាយបញ្ជោះថាទៅងាប់ជាមួយដុំថ្មនោះទៅពីក្មេងចង្រៃពូជួនប្រឡេកមកឃើញញាក់អើលជាខ្លាំងក៏ស្រែកខាត់ប្រពន្ធតែនាងភ័ណ្ឌបានធ្លាក់ទៅក្នុងទឹកបាត់ទៅហើយកណ្ដាលអាធ្រាត្រទៅហើយនាងភ័ណ្ឌបានដឹងខ្លួននៅក្នុងទឹកបឹងនាងហាក់ដូចជាមានអ្វីមកកល់ទ្រនាងឲ្យអណ្ដែតលើផ្ទៃទឹកនាងបានក្រឡេកមើលទៅឃើញមានថ្មមួយដុំជួយទ្រជាប់នាងសប្បាយចិត្តណាស់លើកដៃសំពះបែរបន់សុំឲ្យថ្មជួយរុញច្រានខ្លួនឲ្យផុតពីទឹកដើម្បីបានរស់រានតទៅទៀត
trong ca bài bòn phliêng luôn những con ban ở đại tranh bị tức đòi mò ban rôi niêng oi một đò tràn những con ngước đà nâng lực mò tranh bị tức một áo rồi bị dây thả chắc bị bên ní tư dương tiếng pi chìm mất nâng khỉa nhom nâng xoay rốt nè đại miền chất sop rostro đam bay thai rsa mò ní oi ban lọ tao mò ai tức lực nhom ra rồi tê mò ban mình tranh rẽ mây bằng pi bòហើយចេះក្លិនក្រអូបឈ្ងុយឈ្ងុបធ្វើឲ្យនាងភ័ណ្ឌមានកម្លាំងភ្លាមដែរនាងភ័ណ្ឌនឹកឃើញការយល់សប្តិរបស់នាងនឹកទៅដល់ត្រីទាំងពីរនាងរីករាយណាស់ងាកទៅរកទឹកបឹងរួចលើកដៃសំពះស្រែកអរគុណបងត្រីមាសទាំងពីរខ្ញុំសូមអរគុណបងច្រើនហើយចំពោះវត្ថុស័ក្តិសិទ្ធិដែលបងផ្ដល់ឲ្យខ្ញុំនឹងថែរក្សាឲ្យបានល្អបំផុតសូមនៅឲ្យបានសុខចុះថាហើយភ័ណ្ឌអោបថ្មដើរចេញទៅត្រីមាសទាំងពីរផុសពីទឹកលោតហក់យ៉ាងសប្បាយនាងភ័ណ្ឌដើរខ្លាចចោលពីស្រុកមួយទៅស្រុកមួយនិងអោបថ្មមួយដុំជាប់នឹងខ្លួនថ្ងៃមួយនាងដើរមកដល់ស្រុកមួយដែលមានសេដ្ឋីកំណាញ់ម្នាក់មានកូនប្រុសឈ្មោះរឹកដែលមានអាយុស្រកនឹងនាងភ័ណ្ឌដែរបន្ទាប់ពីបានស្គាល់គ្នាមកកុមាររិទ្ធនិងនាងភ័ណ្ឌបានចងមិត្តនឹងគ្នានាងភ័ណ្ឌបានបង្ហាញឲ្យរិទ្ធឃើញនៅមហិទ្ធិឫទ្ធិនៃថ្មក្រអូបធ្វើឲ្យកុមាររិទ្ធមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារថ្មបានបញ្ចេញរស្មីនិងក្លិនក្រអូបរបស់វាព្រោះតែកុមាររិទ្ធជាក្មេងស្មោះត្រង់ដំណឹងនេះបានលេចលឺទៅដល់សេដ្ឋីដែលជាឪពុករឹទ្ធជាមនុស្សលោកគាត់សប្បាយចិត្តណាស់ហើយគិតថាគាត់នឹងយកថ្មនោះមកទុកដាក់ជាទ្រព្យរបស់គាត់តែម្នាក់តែអ្វីផ្ទុយស្រឡះទាំងអស់ពេលបានឃើញថ្មនោះភ្លាមសេដ្ឋីបែរជាខកចិត្តព្រោះពុំឃើញមានអ្វីសោះរស្មីក៏គ្មានក្លិនក៏គ្មានធ្វើឲ្យសេដ្ឋីមួម៉ៅក្តៅក្រហាយហើយបានបណ្ដេញពួកគេទាំងពីរឲ្យចេញពីផ្ទះទៅឲ្យឆ្ងាយភ័ណ្ឌនិងរិទ្ធបានបណ្ដាលគ្នាចេញពីផ្ទះក៏បានទៅដល់ស្រុកមួយស្រុកនោះមានមនុស្សកើតជំងឺជាច្រើនដែលគ្មានថ្នាំព្យាបាលឃើញដូច្នេះពួកគេទាំងពីរនាក់បានបួងសួងសុំឲ្យមហិទ្ធិឫទ្ធិនៃថ្មក្រអូបជួយស្រោចស្រង់ជីវិតអ្នកជំងឺផងថ្មក្រអូបក៏បានបញ្ចេញបារមីរបស់ខ្លួនផ្សព្វផ្សាយមកលើមនុស្សគ្រប់គ្នាធ្វើឲ្យពួកគេជាសះស្បើយពីជំងឺពួកអ្នកស្រុកទាំងអស់បាននាំគ្នាមកអរគុណដល់នាងភ័ណ្ឌនិងរិទ្ធពេលនោះភ័ណ្ឌភ្ញាក់ផ្អើលជាខ្លាំងព្រោះឃើញពូជួនដែលជាឪពុកនាងមកដែរនាងយំអោបឪពុករៀបរាប់ពីការលំបាករបស់នាងរួចនាងបានសួររកម្ដាយចុងតែពូជួនប្រាប់ថាស្លាប់ហើយគាត់និយាយថាគាត់តែងតែបន់ឲ្យកូនស្រីមានសេចក្តីសុខជារៀងរហូតចាប់តាំងពីពេលនោះមកនាងភ័ណ្ឌពូជួននិងរិទ្ធរស់នៅជាមួយគ្នាយ៉ាងសុខសាន្តក្រោមបារមីនៃថ្មក្រអូប